តើអ្នកទាំងអស់គ្នាថ្ងៃនេះយើងទៅបង្កើត Gmail ជាដំបូងអ្នកទាំងអស់គ្នាចូលទៅកាន់ App Store ហើយវាយពាក្យថា Gmail បន្ទាប់មកអ្នកទាំងអស់គ្នានឹងរកឃើញ Gmail Email by Google សម្រាប់អ្នកដែលអត់ទាន់មានអ្នកទាំងអស់គ្នាអាច install បានសម្រាប់ខ្ញុំគឺខ្ញុំមានរួចហើយអញ្ចឹងគឺកន្លែងហ្នឹង load open អញ្ចឹងខ្ញុំចូលទៅកាន់ Gmail របស់ខ្ញុំដែលមានស្រាប់នោះយើងចុចកន្លែងពាក្យថា Google បន្ទាប់មកអ្នកទាំងអស់គ្នាចុច continue ហើយបន្ទាប់មកទៀតគឺអ្នកទាំងអស់គ្នាចុចកន្លែង create account ហើយយក for my personal use កន្លែងទី1ហ្នឹងវានឹងលោតផ្ទាំងមកឲ្យអ្នកទាំងអស់គ្នាបំពេញឈ្មោះកន្លែងនេះអ្នកទាំងអស់គ្នាអាចបំពេញឈ្មោះអីក៏បានដែរ first name គឺសម្រាប់ឈ្មោះខាងក្រោយខ្ញុំដាក់ឈ្មោះសំណប់ហើយសម្រាប់ last name គឺតកូលខ្ញុំដាក់តកូលបានបន្ទាប់មកអ្នកទាំងអស់គ្នាចុច next ទៅខាងមុខបន្ទាប់ទៀតវានឹងលោតទៅផ្ទាំងថ្មីមួយទៀតសម្រាប់ឲ្យអ្នកទាំងអស់គ្នាបំពេញថ្ងៃខែឆ្នាំកំណើតហើយនឹង page អ្នកទាំងអស់គ្នាថ្ងៃខែឆ្នាំកំណើតសូមអ្នកទាំងអស់គ្នាដាក់ឲ្យងាយចាំជៀសវាងថ្ងៃក្រោយយើងត្រូវការ recover account មកវិញលក្ខណៈបាត់ password ឬក៏បែបណាគឺយើងចាំថ្ងៃកំណើតទៅគឺស្រួលនឹងយកគណនីរបស់យើងត្រឡប់មកវិញអូខេសម្រាប់កន្លែងបំពេញ page នេះគឺមានឲ្យយើងកន្លែងនេះខ្ញុំដាក់ថា page ប្រុសហើយយើងចុច next ទៅខាងមុខទៀតនៅមាន load Gmail 2ឲ្យយើងរើសហើយមួយទៀតកន្លែងឲ្យយើង create your own Gmail address យើងចង់បង្កើតរើសខ្លួនឯងក៏បានអ្នកទាំងអស់គ្នាខ្ញុំណែនាំឲ្យអ្នកទាំងអស់គ្នា screenshot ទុកសម្រាប់កុំឲ្យភ្លេចឬក៏អ្នកទាំងអស់គ្នាអាចចូលទៅកាន់ note ហើយកត់វាឡើងមកដាក់ថា Gmail ហើយ Gmail ដែលយើង screenshot មកហ្នឹងឈ្មោះអីយើង note ទុកវាមកជៀសវាងយើងភ្លេចភ្លាមយើងភ្លេចយើង log in អត់ចូលអញ្ចឹងអ្នកទាំងអស់គ្នាត្រូវកត់ទុកណាទាំង password ក៏ដូចគ្នាអ្នកទាំងអស់គ្នាត្រូវ note ទុកបើសិនជាអ្នកទាំងអស់គ្នាចង់ screenshot ក៏បានតែជៀសវាងថាយើងរកអត់ឃើញយើងអាច note ទុកទៅអ្នកទាំងអស់គ្នាកន្លែង password ខ្ញុំសូម recommend អ្នកទាំងអស់គ្នាបង្កើតចាប់ពី8ទៅ10ខ្ទង់ឡើងដោយមានអក្សរធំអក្សរតូចលេខឬក៏និមិត្តសញ្ញាផ្សេងប៉ុន្តែអ្នកទាំងអស់គ្នាត្រូវតែចំណាំទុកដូចខ្ញុំនិយាយចឹង note ទុកនៅកន្លែងណាមួយ note ទុកនៅ note ទូរស័ព្ទរបស់យើងដើម្បីជៀសវាងការភ្លេចថ្ងៃក្រោយយើង note ទុកឲ្យស្រួលទៅអូខេអ្នកទាំងអស់គ្នាបន្ទាប់ពី note ទុកហើយយើងចូលមកកន្លែងដើមវិញយើងចុច next ទៅខាងមុខបន្ទាប់មកនឹងចូលទៅផ្ទាំងដល់កន្លែងដែលយើងត្រូវបំពេញលេខទូរស័ព្ទកន្លែងលេខទូរស័ព្ទនេះសំខាន់អ្នកទាំងអស់គ្នាជៀសវាងថ្ងៃក្រោយគណនីរបស់យើងមានបញ្ហាត្រូវភ្លេច password គឺយើងលេខទូរស័ព្ទហ្នឹងហើយដែលត្រូវដាក់ទៅដើម្បីផ្ញើលេខកូដដើម្បីឲ្យយើងបានគណនីយើងត្រឡប់មកវិញអ្នកទាំងអស់គ្នាហើយបន្ទាប់ពីយើងបំពេញហើយវានឹងលោតផ្ទាំងមួយឲ្យយើងចុចអានកិច្ចព្រមព្រៀងរបស់គេយើងចុច agree ដើម្បីយើងចុចស្របតែកន្លែងណាទាំងអស់គ្នាអស់មួយសន្ទុះទៅប្រហែលជាខ្ទង់6ទៅ7 second ចាំអ្នកទាំងអស់គ្នាចុច agree បន្ទាប់ពីអ្នកទាំងអស់គ្នាចុច agree ហើយអ្នកទាំងអស់គ្នាទទួលបាន Gmail ថ្មីមួយអរគុណអ្នកទាំងអស់គ្នាសម្រាប់ការមើលពីដើមដល់ចប់ហើយអរគុណអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូបន្តទៀតសូមអរគុណបាយបាយ